សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំទិញស្វាយមកបុកជូរត្រីឆ្អើរបងប្អូនត្រីឆ្អើរខ្ញុំទិញឲ្យមុន5ក្រាស់នៅដល់2ក្រាស់អញ្ចឹងទៅខ្ញុំក៏ទិញស្វាយមក2មកឈូសមកអីណាបងប្អូនរនឹកធ្វើម្ហូបអីឃើញតែឥឡូវមានស្វាយ2ក៏ឈូសដឹងថាម្ហូបអីសាមញ្ញតែហូបបាយអស់ពីចានច្រើនណាបងប្អូនហូបក្រៀមក្រោះពេលខ្លះយើងហូបបាយអត់ដឹងខ្លួននឹងជួលអស់ពីឆ្នាំងខានហូបឥឡូវខ្ញុំមកបេះស្ដាយគួរទៀតបងប្អូនតែខ្ញុំស្ដាយគួរខ្ញុំបុកស្វាយលាយស្ដាយគួរហ្នឹងក៏ឆ្ងាញ់មួយយ៉ាងដែរណាបងប្អូនដែលហូបយើងបុកឲ្យម៉ត់ទៅជាមួយស្វាយជាមួយអីត្រីឆ្អើរគ្រឿងក្រៅឥឡូវតែខ្ញុំមានជីងវងគឺខ្ញុំចូលចិត្តណាស់ជីងវងបេះច្រើនបុកចូលធ្វើដូចបន្លែមួយស្ដាយគួរមួយស្វាយអីចឹងណាបងប្អូនជីខ្ញុំនេះមួយរយៈមុនអត់សូវភ្លៀងរៀងអន់តិចបងប្អូនមុនខៀវបាយគុំប៉ុណ្ណាថ្ងៃឥឡូវអន់តិចតែអីបងប្អូនទៅពេលនេះស្រស់ខៀវស្ងាត់តែតាបងប្អូនហើយត្រីឆ្អើរទុកយូរវារៀងស្វិតតិចតយើងយកមកអាំងចឹងបានថាយកទៅបុកម៉ត់កុំឲ្យវាឆ្អឹងណាបងប្អូនឥឡូវមកបុកស្វាយពូតទឹកហើយស្វាយបុកពូតទឹកខ្លាចជូរណាបងប្អូនឥឡូវត្រីឆ្អើរយើងចាប់ដើមបុកដាក់លាយមួយគ្រឿងមួយអីណាព្រោះត្រីឆ្អើរយើងអាំងចឹងបុកឆាប់ម៉ត់ហើយបងប្អូនបើយើងអត់អាំងស្វិតឥឡូវត្រីឆ្អើរបុកម៉ត់ហើយខ្ញុំដាក់សៅស៊ុបតិចស្ករប៊ីចេងតិចអំបិលតិចណាបងប្អូននៅបងប្អូនចេះហូបប្រហុកច្រាំប្រហុកបានតិចដាក់ទៅគឺជាតិហ្មងតែខ្ញុំហូបអត់កើតហើយខ្ញុំដាក់មើមខ្ទឹមដែរគឺខ្ញុំចូលចិត្តបងជូរដាក់មើមខ្ទឹមធំក្លិនមើមខ្ទឹមគឺឈ្ងុយតែម្ដងណាបងប្អូនស្ដាយគួរខ្ញុំកាត់ទៅខ្លីៗចឹងហើយយើងបុកចូលមួយគ្នាទៅសាមញ្ញនៅស្រុកស្រែជនបទមានហូបអីអស្ចារ្យណាបងប្អូនមានតែហូបចឹងឥឡូវតែគ្រឿងក្រៅយើងដាក់ចូលអស់ស្វាយយើងដាក់បុកលាយមួយគ្នាណាបងប្អូនហូបខ្ញុំមើលទៅម្ដងឲ្យបងប្អូនដឹងម្ដងមិនម្ដងតែចង់ថាហូបឃើញមើលទៅសាមញ្ញតែចង់ថាវាឆ្ងាញ់អ្វីក៏ដោយតែយើងចូលចិត្តបងប្អូនគឺឆ្ងាញ់ម្ហូបដូចគេថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អណាបងប្អូនទោះបីថាយើងមានសាច់គោប៉ុណ្ណាណីក៏ដោយតែយើងទ្រាំយើងធន់ហូបអត់កើតទេចាញ់បុកជូរពេលខ្លះស្អីអ្វីក៏ដោយក៏វាមិនថាល្អអស់ទាស់ដែរបងប្អូនយើងមានអ្វីហូបហ្នឹងណាបងប្អូនហើយវីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនជួយមើលផងណាអរគុណច្រើន